ជាវាសួស្តីអ្នកគ្នាខ្ញុំលីហួរជួបគ្នាសាជាថ្មីជាមួយនឹងវីដេអូថ្មីចឹងថ្ងៃនេះគឺខ្ញុំមក present ទៅលើ module 5 តាក់ទងទៅនឹង vulnerabilities analysis អញ្ចឹងកុំឲ្យខាត់ពេលវេលាយូរចឹងខ្ញុំសូមបញ្យល់ទៅលើ objective ដែលគេចង់ឲ្យយើងរៀននៅក្នុង module មួយហ្នឹងអញ្ចឹងទី1គឺគេនឹង summarize ឲ្យយើងទៅលើ vulnerabilities assessment concept ទី2គឺ use vulnerability assessment tool ទី3 analysis vulnerability assessment report ចឹងចំណុចទី1របស់យើងគឺខ្ញុំនឹងធ្វើការ summarize ទៅលើអាហ្នឹងហ្មងគឺ summarize vulnerability assessment concept ចឹងដំបូងខ្ញុំចង់បញ្យល់ថាតើអីគឺជា vulnerability assessment ចឹងអាហ្នឹងវាគឺជាការទៅធ្វើ identify ទៅលើ security weakness របស់យើងហ្នឹងនៅក្នុង network system ក៏ដូចជា infrastructure នៅក្នុងរបស់យើងហ្នឹងថាតើវាមាន weakness អីខ្លះហើយយើង analyze មិនអីមិនចឹងបន្តមកទៀតគឺតាក់ទងជាមួយនឹង key area include ដែលនឹងនិយាយនៅក្នុង presentation ហ្នឹងដែរគឺ vulnerability classification scoring system database management lifecycle ក៏ដូចជា type of scanning ទី3តាក់ទងជាមួយនឹង analyze report ចឹងចូលមកដល់ចំណុចដំបូងគឺkey របស់យើងហ្នឹងគឺ vulnerability classification ចឹងតើគេបែងចែក vulnerability ហ្នឹងបែបណាចឹងជាទូទៅគឺគេឃើញមានហើយសភៅនេះគឺគេសរសេរ5ចំណុចហ្នឹងតែបើអ្នកនរគ្នាទៅឆែកក្នុង website វាអាចមានអីផ្សេងប៉ុន្តែអាទី1នេះគឺលើគេហើយអានេះក៏អត់អាចអត់បានដែរចឹង commonly ហ្មងគឺវាមាន5តែទី1គឺតាក់ទងទៅនឹង misconfiguration ឬក៏ weak configuration អានេះមានថាអ្នក config ហ្នឹងគាត់ config អត់ត្រូវទៅលើ system របស់យើងហ្នឹងគាត់ config ខុសគាត់ដាក់ឲ្យ unauthorized first person ហ្នឹងចូលក្នុង system យើងបានគាត់បើក port ចោលហើយចឹងទេគាត់ដាក់ password admin ហ្នឹងអត់ strong អីចឹងទៅអញ្ចឹង easy for the hacker បន្តមកទៀតគឺ application flaw អានេះតាក់ទងជាមួយនឹង software ខ្លួនឯងដែលវា badly written អញ្ចឹង program របស់វាគឺ easy to crash ហើយធ្វើឲ្យ hacker គឺអាច steal data និង change data នឹងបានហើយទី3 poor patch management អានេះមានតែគេ update ចឹង everything គេមាន update អីអស់ហើយប៉ុន្តែ system មួយហ្នឹងគាត់អត់ព្រម update ទេគាត់អត់ install គាត់អត់ update គាត់នៅតែប្រើ old version គាត់នៅតែប្រើ old firmware unpatch firmware unpatch server គាត់នៅតែអញ្ចឹងវាថា hacker គាត់ដឹងពី weakness នៃអារបស់ចាស់ទាំងអស់ហ្នឹងអញ្ចឹងវាស្រួលក្នុងការវាយប្រហារមកកាន់ system របស់យើងទី4គឺ design flaw the system ហ្នឹងគឺ design incorrectly from the beginning វា bad encryption design វា poor validation logic វាអត់ត្រូវវាអត់ល្អសម្រាប់ system មួយហ្នឹងហើយសម្រាប់ third party វិញ easy to understand យើងទៅទិញ cloud service ពីក្រុមហ៊ុនមួយផ្សេងទៀតហើយ cloud ហ្នឹងវាត្រូវបានគេ hack ហើយ system យើងអត់មានអីទេមាន system របស់យើងបានការពារហើយវា secure ប៉ុន្តែ cloud ហ្នឹងគេត្រូវបានគេ hack អីចឹង system របស់យើងក៏គេ hack បានដែរហើយ that's it អាហ្នឹងវាត្រូវតែអញ្ចឹងបន្តទៀតគឺខាង scoring system ចឹងនៅក្នុងហ្នឹងCVSS the common vulnerability scoring system provide a way to capture the principal characteristic of a vulnerability របស់យើងហ្នឹងគឺវាមានវាផ្ដល់ឲ្យ
មានហេតុចេះ CVSS ហ្នឹងវា identify ថាពី0ទៅ10នេះវាមានលេខពី0ទៅ10ថាលេខណាដែលយើងដឹងថាគ្រោះថ្នាក់អញ្ចឹងពី0គឺវាទាបជាងគេហើយអញ្ចឹង low risk ពីលេខ10នេះគឺ critical risk គឺខ្លាំងជាងគេហើយអញ្ចឹងពី0វាណាន់ពី0.1ទៅ 3.9 low risk 4ទៅ 6.9 គឺ medium ហើយ high វិញគឺ7ទៅ 8.9 ចុងក្រោយគេគឺគ្រោះថ្នាក់ជាងគេឬក៏យើងអាចថាវាជា priority ដែលយើងត្រូវដោះស្រាយមុនគេដែរអានេះគឺជា CVSS score គេបានកំណត់មកប៉ុណ្ណឹងចឹងបើសិនជាយើងដឹងថា system របស់យើងស្ថិតនៅក្នុងលេខណាហើយយើងដោះស្រាយមិនគឺតាមនឹងអានេះគេគ្រាន់តែ class ប្រាប់ហើយឲ្យយើង identify ខ្លួនឯងទៅធ្វើការ fix ខ្លួនឯងទៅចូលមកដល់ចំណុចបន្ទាប់ទៀតគឺយើងត្រូវហ៊ានទៅលើ database ចឹង database ហ្នឹងវាធ្វើអីខ្លះ database ហ្នឹងវា collect ហើយនឹង maintain vulnerability information ចឹងនៅក្នុងនោះគឺមាន 3 information ទី1 CVE ដែលមានឈ្មោះពេញថា command vulnerabilities and exposure អានេះគឺវា provide ទៅឲ្យ ID identify ថាតើ vulnerability មួយហ្នឹងណាបើមាន ID មកអញ្ចឹងយើងអាចស្គាល់ថាអានេះនៅណាអីនៅណាអញ្ចឹងវាងាយស្រួលហើយសម្រាប់NVD វិញ National Vulnerability Database គឺវា provide ទៅលើ detailed technical information ហើយនឹង score ហើយ CVW វិញ command weakness enumeration categorize assessment hardware weakness for identification mitigation and prevention ចឹងវា focus on type of the weakness ចានេះគឺគេប្រាប់ថា purpose របស់គេនឹង used by analyze to rank risk and provide a composite score វាថាដូចតាខាងមុខនេះមិនដែរទេយើង identify សម្រាប់ងាយស្រួលក្នុងការ analyze ចូលដល់ចំណុចបន្ទាប់ទៀតគឺ management life cycle អ្នកគ្នានៅក្នុង system យើងបើសិនជាវាមានពួក attacker hack ចូលអញ្ចឹងហើយគឺវាយើង life cycle វាត្រូវដើរអញ្ចឹងទី1ដំបូងគឺយើងត្រូវ identify ទៅលើ asset របស់យើងហើយ create the baseline បន្តមកទៀតយើងធ្វើការ perform ទៅលើការ scanning ហើយ analyze បន្ទាប់ពី analyze បានហើយយើងត្រូវតែ define ថាតើអាមួយណាដែលយើងត្រូវទុកជា prioritize ថាត្រូវ fix មិន fix អាណាមុនគេបន្តមកទៀតគឺ remediation គឺ apply fix នឹងទៅលើអាហ្នឹងហើយពេល apply ទៅ confirm យើងទៅ verify វាទៀតថាrisk មួយហ្នឹងយើង fix វារួចរាល់នៅអញ្ចឹងយើងត្រូវ confirm fix ហ្នឹងបន្តមកទៀតចុងក្រោយ finally system are monitoring and ensure the long term security ហើយ post assessment report តែប៉ុណ្្នឹងទេចឹងអានេះ implementation ហ្នឹងវា provide ជា strategy perspective on the threat and making a system resilient and ចូលមកដល់ចុងtype of vulnerability scanning ចាអានេះគឺវា scanning type មានថាយើង scan ទៅលើអីខ្លះយើងមានប្រភេទក្នុងការ scan ទៅលើ system ហ្នឹង scan អីខ្លះទី1គឺ external scanning អានេះ from hacker view អញ្ចឹងវា check ទៅលើ firewall router server ហើយបើសម្រាប់ internal scan វិញគឺវា discover ទៅលើ internal vulnerability របស់យើងក៏ដូចជា internal អ្នកគេដឹងហើយ employee យើងហ្នឹងហើយទី3 host based scanning config level check on host នេះខ្ញុំអត់ដែរដឹងគេធ្វើមិនទេទី4 network based scanning
security from the outside depend application scanning test web infrastructure ទី6 application scanning ទី6 credential scanning ទី7 non credential scanning access without login ខាងលើហ្នឹងវាត្រូវ login ហើយទី8 module scan ក៏បានហើយទី9គឺយើងប្រើ automatic scanning tool like a nurses call this I never use those tool អត់ទាន់ដែរប្រើទេរៀនតែពី basic concept ពីអីចឹងទេ so I'm a new one តើចេះអីហ៎ហើយនេះគឺ example tool ដែលយើងប្រើក្នុងការប្រើប្រាស់ scan ហ្នឹងអញ្ចឹងtool ទាំងអស់ហ្នឹងគឺមានដូចជា Nessus OpenWest អានេះយើងនិយាយមួយសិនណា Nessus Essential identify vulnerability configure issues malware hardware discover ហើយ GFI Landguard scan assesses គឺចឹងវាមាន function មួយសម្រាប់ tool មួយនឹងអ្នកគ្នាប្រើទៅបានដឹងតែបើគ្រាន់តែមើលទៅយើងបានតែដឹងមើលយល់បន្តិចតែអត់ដែរប្រើអត់ចេះប្រើអត់ដែរ Nikto web server assistant for problem ចឹងtool ទាំងអស់ហ្នឹងគឺយើងប្រើធ្វើអីវាសម្រាប់ identify vulnerability របស់យើងតើ system ហ្នឹងវាមានអីខ្លះវាមាន weakness អីខ្លះយកអត់តាំងថាវា misconfiguration អត់វាមាន security risk អត់tool ហ្នឹងគេប្រើមកសម្រាប់ចឹងចុងក្រោយខាង analyze vulnerability report assessment report detail finding impact severity recommendation យើង recommend ថាតើវាត្រូវធ្វើមិនចឹងយើងត្រូវធ្វើ report កុំមាន risk ហើយអត់មាន report ទុកចឹងអាចថាចឹងវាជួយសម្រួលបន្ទុកឲ្យ engineer របស់យើងក្នុងការដោះស្រាយបញ្ហាធ្វើអីក៏ដោយអ្នកគ្នាត្រូវមាន report ត្រូវមានឯកសារទុកដាក់ធំត្រូវបើចឹងទេយើងអត់ដឹងទេយើងហេតុខួរក្បាលយើងអាចទៅចាំអានឹងទាំងអស់បានទេចឹងបានគេធ្វើ report រហូតហើយអានេះក៏ស្រួលដែរថាបើសិនជាអូខេយើងចាញ់ពីកន្លែងហ្នឹងអ្នកថ្មីចូលមកឬក៏គេចង់ហ៊ានចឹងគេអាចមើល report នឹងបានតែវាមិនខ្លះហើយមកយើងចូលសាច់រឿងយើងវិញ risk assessment recommendation report ក្នុងហ្នឹងវាមានអីខុសពីនេះផ្សេងទេគឺសម្រាប់តែ help យើងទៅ organize ក៏ដូចជា make informed security decision បន្តមកទៀតយើង present របស់ខ្ញុំចប់ធំហ្នឹងតែខ្ញុំសូមconclusion ឲ្យខ្ញុំសូម conclude ឲ្យមួយចុះអញ្ចឹង vulnerability analysis ហ្នឹងគឺវាសំខាន់មែនតើសម្រាប់ system របស់យើងត្រូវការ maintain យើងត្រូវតែប្រកាសថា system របស់យើងគឺ secure ហើយបើយើងចេះអានេះតែពិតអានេះត្រូវរៀនច្រើនជាងហ្នឹងមែនចេះតែប៉ុណ្្នឹងហើយទៅមើលថែ system យើងកើតទេអញ្ចឹងអានេះយើងគ្រាន់តែអាចឲ្យយើងជួយយើងទៅ identify the risk ក៏ដូចជា prioritize fix ហើយវា protect system យើងណាពីពួក attacker នឹងបានអញ្ចឹងអរគុណអ្នកគ្នាជួបគ្នាវីដេអូក្រោយទៀត bye bye thank you